សូមស្វាគមន៍មកកាន់ Channel YouTube Beta Live នេះគឺជាវីដេអូត្រីក្រាំមួយដែលខ្ញុំបានមកពីបឹងហើយត្រីក្រាំនេះគឺជាត្រីដែលខ្ញុំស្រឡាញ់និងចូលចិត្តផងដែរក៏ប៉ុន្តែមុននឹងចូលទៅដល់វីដេអូវែងក៏សូមអរគុណចំពោះបងប្អូនដែលបានចូលចិត្តនៅ Channel ដ៏តូចរបស់ខ្ញុំហើយនឹងបាន Subscribe នេះសូមជូនពរឲ្យបងប្អូនទាំងឡាយសុខសប្បាយគ្រប់គ្នាជាពិសេសនារដូវភ្ជុំបិណ្ឌនេះសូមឲ្យជួបតែនឹងសំណាងល្អនិងសុវត្ថិភាពក្នុងការធ្វើដំណើរទៅស្រុកកំណើតសុខសប្បាយគ្រប់ពេលវេលាជាពិសេសអរគុណចំពោះបងប្អូនដែលបាន Subscribe និងទស្សនានេះគឺ Channel ដ៏តូចមួយរបស់ខ្ញុំដែលមិនទាន់បាននឹងរលុយបានអី100ទេក៏ប៉ុន្តែនឹងការចំណាយនឹងការបង្ហោះវីដេអូយូរហើយសម្រាប់អ្នកទស្សនាក៏មិនទាន់មានច្រើនដែរបើសិនជាបានបងប្អូនបានចូលទស្សនាក៏សូមជួយ Subscribe នៅ Channel ខ្ញុំដើម្បីខ្ញុំមានទឹកចិត្តក៏ដូចជាការចែករំលែកនៅវីដេអូត្រីក្រាំខ្មែរយើងបន្តទៀតហើយសម្រាប់ការចំណាយធនធានដូចជាការដាក់ចំណីដូចជាការដាក់កែវធំក៏មិនទាន់មានដែរនេះជាកន្លែងដែលខ្ញុំបានដាក់ចិញ្ចឹមប៉ុន្តែកែវតូចទេមិនទាន់នឹងមានធនធានលុយកាក់សម្រាប់ទិញហើយកន្លែងតុបតែងថតឲ្យស្អាតក៏មិនទាន់មានដែរក៏ដូចជាការប៉ិនប្រសពក្នុងការថតឲ្យស្អាតសម្រាប់បងប្អូនចូលចិត្តមើលនោះក៏មិនទាន់មានដែរកន្លែងថតគឺជាកន្លែងមួយដែលធម្មតាតូចចង្អៀតប៉ុន្តែជាការចូលចិត្តនិងការស្រឡាញ់ចិញ្ចឹមត្រីក្រាំគឺថាខ្ញុំបាទស្រឡាញ់និងចូលចិត្តត្រីក្រាំបឹងនេះយូរមកហើយប៉ុន្តែខ្ញុំទើបតែនឹងបានយកមកហើយក៏បានផុសចែកជូនបងប្អូនទាំងឡាយទស្សនាជាការកម្សាន្តនោះសម្រាប់ពេលទំនេរគឺថាថតហ្នឹងក៏វាមិនបានស្អាតហើយសម្រាប់ការនិយាយក៏ដូចជាការបត់បង្ហាញផ្សេងៗហ្នឹងក៏មិនបានល្អដូច្នេះអ្នកទស្សនាក៏មានច្រើនដែរមានតិចតួចក៏ប៉ុន្តែទោះបីជាតិចតួចយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែតស៊ូព្យាយាមណាចែករំលែកនៅវីដេអូមិនថាវីដេអូនឹងល្អក្តីមិនល្អក្តីក៏នៅតែផុសជាបន្តបន្ទាប់សូមបងប្អូនទស្សនានៅត្រីក្រាំខ្ញុំមួយគូទៀតទើបនឹងចាប់ដាក់កែវនេះកូនសម្បុកនេះកូនសម្បុកមេបាយមេមានពងអ្នកបងប្អូនឃើញមានពោះសអញ្ចឹងពងច្រើនសម្រាប់យកទៅបង្កាត់បានណា